តោះដល់ខែទៅញ៉ាំទុរេននៅចំការសំឡូតខេត្តបាត់ដំបងទៀតឯណាបងប្អូនរដូវកាលបៃតងចេះស្រុកសំឡូតស្អាតមែនតែនតាមផ្លូវវិញទេសភាពកូនភ្នំហើយមានពពកហោះចុះឡើងហើយយើងក៏អាចទៅលេងទឹកធ្លាក់ហើយជាពិសេសខែនេះគឺនៅតាមចំការគឺគេចាប់ផ្ដើមកាត់ទុរេនឯណាអញ្ចឹងតោះខ្ញុំនាំបងប្អូនទៅលេងស្រុកសំឡូតនៅខេត្តបាត់ដំបងមួយខ្ញុំទាំងអស់គ្នាឥឡូវនេះខ្ញុំចូលមកដល់ក្រុងបាត់ដំបងហើយឈៀងចូលយកអីវ៉ាន់ដែលខ្ញុំកំងពីចិនបន្តិចសិនបងប្អូនអ្នកខេត្តបាត់ដំបងចង់កំងអីវ៉ាន់ពីចិនស្រួលមែនតែន DRSB គេមានសាខានៅខេត្តបាត់ដំបងទៀតណាបានអីវ៉ាន់ហើយខ្ញុំបន្តទៅស្រុកសំឡូតចាស់ជីប្រហែលជា2ម៉ោងយើងនឹងទៅដល់តាមផ្លូវយើងឆ្លងកាត់ភ្នំសំពៅទៀតអាចឈៀងចូលលេងពេលត្រឡប់មកវិញក៏បានដែរបងប្អូនជិះតាម Google Map រហូតមកដល់ខ្លោងទ្វារវត្តនេះកុំច្រឡំកាត់ចូលតាមផ្លូវគ្រួសក្រហមយើងត្រូវជិះតាមផ្លូវកស៊ូនេះទៅត្រង់រហូតបានផ្លូវស្រួលជិះហើយឃើញមានទេសភាពស្អាតទៀតមានកូនភ្នំមានគេដាំដំណាំពេញនឹងចឹងណាចូលមកដល់តំបន់ចកាតារេនឃើញមានឡានគេចុះដើរទិញតារេនអ៊ូអមែនតើហើយថ្ងៃនេះខ្ញុំទៅដល់ចកាបដ ாய் ចកាគាត់ឈ្មោះតាម៉ាប់ម្ចាស់ចំការទុរេនចកាដែលខ្ញុំធ្លាប់ទៅកាលឆ្នាំមុនណឮថាឆ្នាំនេះតារេនគាត់ផ្លែច្រើនជាងឆ្នាំមុនគុណនឹង2ទៀតសម្បូរមែនតើហើយទេសភាពនៅក្នុងចកាគឺថាស្អាតខៀវខ្ចីហ្មងខែនេះដើរឃើញតារេននេះអាចពុះហូបភ្លាមបានចាំកាលអូយហែកមកឡើងល្មមឆ្ងាញ់និយាយទៅសាច់ស្ងួតល្អអត់អ៊ីទឹកណាតារេនបើបានកាត់ពីដើមផ្ទាល់ដៃចេះគឺថាញ៉ាំទៅគឺទំនុកចិត្តហ្មងហើយសាច់ឡើងខ្ទិះដោះគោហើយខ្ញុំចូលចិត្តពូជនេះវាអត់សូវផ្អែមពេកទេដាក់មកមួយម៉ាត់ពេញមាត់តារេនបើបងប្អូនចង់ពុះញ៉ាំនៅចកាផ្ទាល់ហ្មងបងប្អូនអាចទេសួរម្ចាស់ចកាមុនឲ្យគាត់រើសទុកឲ្យហើយដោយសារបើយើងកាត់ចេញពីដើមហើយទុកឲ្យវាទុំតាមធម្មជាតិមួយយប់ពីរយប់សិនហើយចាំពុះញ៉ាំរសជាតិគឺកាន់តែឆ្ងាញ់ថ្ងៃខ្ញុំទៅនេះផ្លែម្ដងពេញដើមឥឡូវនេះគាត់ចាប់ផ្ដើមកាត់លក់ហើយអញ្ចឹងមកបងប្អូនចង់បានតារេនពីចកាផ្ទាល់អីអញ្ចឹងនេះអាចមករកចការបស់គាត់បានចាំបាច់ទៅនាំចូលអីតារេនខ្មែរយើងឥឡូវល្អមែនតើនេះដើររើបានតារេនទុំជ្រុះពូជនេះផ្អែមខ្លាំងហើយឈ្ងុយខ្លាំងមែនតើហើយនៅនេះក៏មានសាំងម៉ៅដែរសាច់ស្រួយហើយផ្អែមល្អទៀតណានៅស្រុកសំឡូតនេះក្រៅពីទៅចកាញ៉ាំផ្លែឈើយើងក៏អាចទៅលេងទឹកធ្លាក់ដែរនិយាយទៅនៅជិតគ្នាមែនតើជិះចូលតែប្រហែលនាទីឯងទឹកធ្លាក់នេះឈ្មោះទឹកធ្លាក់សំឡូតចាស់ឬក៏ទឹកធ្លាក់បឡាងល្បីមែនតើខ្ញុំតំបានមកលើកទី1ពេលចូលគេយកថ្លៃឡាន 10000 ទឹកធ្លាក់នេះឮគេថាបើមកពេលព្រឹកឬក៏មកពេលថ្ងៃបើកល្អឬក៏អត់មានភ្លៀងអីចឹងទឹកឡើងពណ៌ខៀវមរកតអញ្ចឹងប៉ុន្តែថ្ងៃខ្ញុំមកនេះនិយាយទៅទឹកថ្លាដែរគ្រាន់តែថាវារៀងល្អអញ្ចឹងណាដោយសារមេឃភ្លៀងផងហើយខ្ញុំមកពេលល្ងាចដែរតែហេងវិញថ្ងៃនេះចេះត្រៀមកៅអីហើយនឹងឆាត់មកតាមខ្លួនដែរនិយាយទៅគឺអីវ៉ាន់ទាំងអស់ហ្នឹងខ្ញុំកំងពីចិនមកប្រើសេវាជួយទិញរបស់ DRSB និយាយពីថាស្រួលទិញពេកខ្ញុំចុចកំងរហូតចង់បានអីបាននឹងអីវ៉ាន់មកពីចិនរហូតដល់60លានមុខហើយយើងគ្រាន់តែ copy link ផលិតផលដែលយើងចង់ទិញហើយយកទៅ pass នៅក្នុង app DRSB ទៅរួចជាការស្រេចចាំចុងវីដេអូខ្ញុំបើកអីវ៉ាន់ដែលខ្ញុំកំងជើងនេះឲ្យបងប្អូនមើលគេលុយចង់ទិញដែរអញ្ចឹងណាចេញពីទឹកធ្លាក់វិញយើងអាចចូលមកហូបបាយនៅកន្លែងនេះឈ្មោះសម្រាប់សំឡូតនិយាយទៅកន្លែងមួយឥឡូវហ្នឹងគាត់អាប់ដេតសុទ្ធតែមានដាំផ្កាដាំអីតាមចម្រាក់ភ្នំស្អាតទៀតណាហើយនៅនឹងឥឡូវក្រៅពីលក់បាយក៏គាត់មានបើកជាបន្ទប់ស្នាក់នៅតាមជើងភ្នំដែរគាត់មានដាំផ្កាដាំអីចឹងទៅទេសភាពស្រស់ស្រាយមែនតើហើយនៅខាងមុខហាងរបស់គាត់ហ្នឹងគឺទឹកធ្លាក់គ្រាន់តែឥឡូវទឹករៀងហូរខ្លាំងចឹងណាអញ្ចឹងខ្ញុំអត់បានញ៉ាំអីនៅកន្លែងហ្នឹងទេខ្ញុំញ៉ាំនៅហាងរបស់គាត់នេះអូយមាន់លីងអំបិលម្ទេសគាត់ឆ្ងាញ់ឃើញខ្មៅអញ្ចឹងមិនខ្លោចទេណាគឺគាត់ធ្វើមាន់ខ្មៅហូបគាត់ឆ្ងាញ់ហើយក៏គាត់មានភេសជ្ជៈតកកឈូសសំខាន់នៅនឹងទេសភាពស្អាតហ្នឹងហ្មងអញ្ចឹងតនេអាចប្រវល់គ្នាទៅលេងស្រុកសំឡូតបានខែភ្លៀងអញ្ចឹងទេសភាពស្អាតយើងអាចទៅលេងទឹកជ្រោះ camping មើលទេសភាពព្រៃភ្នំហើយជាពិសេសហ្នឹងគឺដើរទិញផ្លែឈើនៅតាមចកាហ្នឹងហ្មងហើយបើយើងដើរលេងតាមចកាតាមព្រៃភ្នំអីអញ្ចឹងអាចត្រៀមឧបករណ៍អីវ៉ាន់ដូចខ្ញុំបាននេះជាមួយខ្ញុំ unboxing ឲ្យមើលខ្ញុំទុំតែកំងពីចិនមកនេះអានេះអាតេះរុញយើងអាចដាក់មកហូបអាហារឬក៏ផ្លែឈើកុំឲ្យពិបាកយួរទៅធ្ងន់ដើរតាមចកាតាមអីយើងអូសអាហ្នឹងទៅមួយទៅនិយាយទៅកំងអីវ៉ាន់ពីចិនតាម DRSB ស្រួលពេលដែរអីវ៉ាន់បានបែកបាក់ខុសពណ៌ខុសទំហំគឺក្រុមហ៊ុនធានាសងលុយវិញ 100% បើការទូទាត់នៅក្នុង app វិញគឺយើងអាចប្រើបានគ្រប់ធនាគារលើសពីក្រុមហ៊ុនដទៃហើយសម្រាប់ថ្លៃដឹកជញ្ជូនពីចិនវិញគឺទាបជាងទីផ្សារចាប់ពី 2000 រៀលឡើងទៅឥឡូវហ្នឹងគឺគេមាន free ដឹកជញ្ជូនមកដល់ផ្ទះទៀតណាដែលលក្ខខណ្ឌនានាត្រូវបានអនុវត្តហើយឥឡូវហ្នឹងសេវាជួយទិញ DRSB មានលុយតែ 50% នៃថ្លៃអីវ៉ាន់ក៏យើងអាចទិញបានដែរណាបានន័យថាបើអីវ៉ាន់យើង$10យើងបង់លុយមុនតែ$5ទៅហើយចំណែក$5ទៀតយើងបង់ពេលដែលទទួលអីវ៉ាន់អញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចឆាតចូលទៅក្នុង page របស់ DRSB Express បានណាបើកអីវ៉ាន់រួចអស់ហើយដល់ពេលពុះតារេនល្មមវាចាប់ផ្ដើមចេញក្លិនឈ្ងុយតារេននេះខ្ញុំយកមកពីចកាហើយទុកវាមួយយប់ពីរយប់មានណាបើកមកសាច់គេឡងល្អហ្មងរេននេះខ្ញុំយកមកពីចកាសំឡូតហើយទុកឲ្យវាទុំតាមតាណៅរបស់វាមានអីសាច់ចេញមកឡងកមួតល្អហ្មងហើយឡងខ្ទិះដោះគោអញ្ចឹងបងប្អូនអាចទៅសាករសជាតិតារេនសំឡូតបានណាអាចទៅញ៉ាំដល់ចកាផ្ទាល់ក៏បានដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាយបាយ